รีบซัวประมาททางอักเนียทางนี้ยังมันต่อไม่เรียนยังต่อแต่เตียดกาปีไม่เรียนมุนคือยังในยัยอัมปีตาราง A B C ยมสังคมทับประมาททางอักเนียนังในจำไม่เรียนนี้หายังต่อในขนมแหวนนี้คือแต่ตรงช่วยนัง function escape โดยเฉพาะในขนมตาราง A B C เนี่ยต่างกันเนี่ยดังให้ถ้า A คือ antecedent B คือ behavior how C คือ consequence C คือสิ่งเนี่ยได้กำหนดใน behavior ถ้าตา behavior การหรือก็cho cứ relate từ năng C chẳng mà C dừng đã tới mình này thà B dừng thò cho tại bởi C dừng đã tới thế B dừng nâng càng làng hai nó không function này behavior môi mối cứ nè tầng khné đăng hai dừng miền bảy hai ca bị mê riêng muốn nhom ban cho chơi khné rồi ta hai cứ tệ tôn cho môi năng attention chẳng hai ní nhom bật to từ năng escape mình này thà ca kịch vềដូច្នេះយុទ្ធសាស្ត្រនៅក្នុងការការពារកុំឲ្យមានអាកប្បកិរិយាអវិជ្ជមាននៅពេលដែលមានការបញ្ជាកើតឡើងកុំឲ្យកុមារកិច្ចវេះគឺទី1យើង reduce គេឲ្យយើងកាត់បន្ថយឬក៏លុបបំបាត់ចោលតែម្ដងនៅអ្វីដែលបណ្ដាឲ្យមានអាកប្បកិរិយាបែបហ្នឹងខ្ញុំលើកឧទាហរណ៍មួយឧទាហរណ៍ថាកូនយកខោអាវដែលកូននេះពាក់ពីលើយកទៅជួនៅលើស្នួរឲ្យម៉ាក់ដូច្នេះគាត់មាន reaction ភ្លាមគាត់មានការ error បញ្ហាភ្លាមអាកប្បកិរិយាអវិជ្ជមាននឹងកើតឡើងភ្លាមហើយមានន័យថាបើសិនមើលទៅថាអ្វីដែលយើងប្រើហ្នឹងគឺដូចជាកន្លែងព្យួរកៅអៅវាខ្ពស់ពេកឬមួយក៏អាដោះអាវហ្នឹងវាពិបាកពេកអញ្ចឹងគេថាបើសិនជាអាចគឺកាត់បន្ថយមានន័យថាបើកាត់បន្ថយមានន័យថាដោះអាវឲ្យម៉ាក់តែប៉ុណ្ណឹងហើយយើងជាអ្នកដែលយកទៅព្យួរទុកហើយបើសិនជាលុបបំបត្តិមានន័យថាយើងអត់បជាហ្នឹងហើយដែលមានន័យថាគាត់ធ្វើអត់បានអញ្ចឹងនេះគឺមួយដែលយើងការពារកុំឲ្យមានអាកប្បកិរិយា escape នឹងកើតឡើងទី2គេឲ្យយើងឲ្យការបញ្ជាដែលសាមញ្ញបំផុតហើយដែលយើងអាចជួយពួកគាត់បានអញ្ចឹងមានន័យថាការបញ្ជាទាំងអស់មានន័យថាអ្នកទាំងអស់គ្នាត្រូវតែដឹងថាការបញ្ជាដែលធ្វើបានល្អប្រសើរហើយស៊ីយើងជោគជ័យគឺការបញ្ជានោះត្រូវតែចប់បើប្រើគាត់ឲ្យធ្វើអីមួយគឺកិច្ចការនោះត្រូវតែចប់បើអត់ចប់ទេអាកប្បកិរិយាហ្នឹងនឹងកើនឡើងតទៅទៀតហើយនេះគឺជាអ្វីមួយដែលយើងពិបាកមែនទែនក្នុងនាមយើងជាអ្នកមើលថែទាំគាត់អញ្ចឹងនេះត្រូវតែប្រយ័ត្នថាអ្វីដែលអ្នកបញ្ជាគឺអ្នកអាចជួយគាត់បញ្ចប់បានទី3គឺអ្នកទាំងអស់គ្នាត្រូវតែមានបង្កើតទម្លាប់មួយដើម្បីឲ្យមាន activity មួយសកម្មភាពមួយដែលមានន័យថាមានការឲ្យជារង្វាន់ទៅដល់គាត់អញ្ចឹងឧទាហរណ៍គាត់ធ្វើអីមួយបានសម្រេចឬមួយធ្វើដោយជោគជ័យឬមួយក៏ធ្វើដោយគ្មានការជួយពីយើងគឺមានន័យថាត្រូវតែឲ្យរង្វាន់គាត់ត្រូវតែលើកទឹកចិត្តគាត់ហើយការលើកទឹកចិត្តការឲ្យរង្វាន់ហ្នឹងខ្ញុំបានជជែកគ្នាហើយគឺមានការប្រើជាកាយវិការការប្រើជាពាក្យសម្ដីការប្រើជារបស់របរជាដើមអញ្ចឹងនេះគឺជាអ្វីដែលប៉ាម៉ាក់ត្រូវតែមាននៅក្នុងខ្លួនឯងដើម្បីបង្កើនការធ្វើល្អរបស់កូនយើងបន្តទៀតបើមិនជាប៉ាម៉ាក់ធ្វើប្រើគាត់ច្រើនចង្អប់ហើយអត់មានអីឲ្យគាត់តបស្នងទេគឺអាកប្បកិរិយាអវិជ្ជមានអាកប្បកិរិយាវិជ្ជមានគាត់នឹងបាត់បង់ហើយអញ្ចឹងមានន័យថាការទម្លាប់នៃការធ្វើដោយឲ្យរង្វាន់គាត់នេះគឺបង្កើនការប្រព្រឹត្តអំពើល្អរបស់គាត់បន្តទៀតអញ្ចឹងខ្ញុំសូមលើកទឹកចិត្តប៉ាម៉ាក់ណានៅពេលដែលប៉ាម៉ាក់នៅផ្ទះអាចកុំភ្លេចពាក្យសម្ដីកាយវិការឬមួយក៏រង្វាន់តិចតួចដែលប៉ាម៉ាក់មានគឺជួយគាត់ទៅចំណុចទី4នៅក្នុងដែលពេលយើងធ្វើកិច្ចការជាមួយគាត់អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថាបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យគាត់ធ្វើកិច្ចការដែលជាអ្វីដែលពិបាកគឺមានន័យថារង្វាន់នោះក៏ត្រូវតែធំដែរត្រូវតែខ្លាំងដែរអញ្ចឹងរង្វាន់អ្នកទាំងអស់គ្នាដឹងហើយការណានៅពេលដែលយើងធ្វើការស្រាវជ្រាវអំពីរង្វាន់គឺអ្នកទាំងអស់គ្នាដឹងហើយគឺយើងមានវិធីក្នុងការដឹងថាតើរង្វាន់ណារង្វាន់ខ្លាំងនិងរង្វាន់ណាជារង្វាន់ខ្សោយអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាដាក់របស់3មុខពេលដែលយើងធ្វើ reinforcement ហ្នឹងគឺយើងដាក់របស់3មុខចូលគ្នាហើយគាត់លើករបស់មួយណាមុនគេមានន័យថារង្វាន់នោះជារង្វាន់ទី1បន្ទាប់មកយើងដាក់3មុខហ្នឹងទៀតហើយថែម2មុខទៀតហើយមើលតែគាត់ដាក់លើកអាហ្នឹងទៀតអញ្ចឹងមានន័យថាអាហ្នឹងរង្វាន់លេខ1រង្វាន់ខ្លាំងហើយអញ្ចឹងនេះគឺជារបៀបធ្វើការស្វែងរករង្វាន់សម្រាប់គាត់ថាតើរង្វាន់ណាប្រភេទខ្លាំងរង្វាន់ណាប្រភេទខ្សោយមួយទៀតគឺគេឲ្យយើងបង្កើនការងារមានន័យថាបើសិនជាលើកហ្នឹងយើងប្រើគាត់មួយមុខគាត់ធ្វើបានជោគជ័យគេឲ្យយើងបន្តមួយមុខទៀតមានន័យថាធ្វើ
ពីមុខក្នុងពេលតែមួយអញ្ចឹងយកឈើបោះហងយកប្រដាប់យកសម្រាប់ហងអញ្ចឹងមានថាការប្រើរបស់យើងនឹងគឺកាន់តែបន្តទៅទៀតគឺយើងអត់នៅប្រើតែមួយមុខឬមួយក៏អីទេអញ្ចឹងនេះគឺជាការងារដែលប៉ាម៉ាក់ត្រូវធ្វើហើយនេះគឺជាអ្វីមួយដែលអ្នកទាំងអស់គ្នាដឹងហើយការណាកូនយើងនៅក្នុង behavior escape នេះគឺមានន័យថាភាគច្រើនគាត់មានអាហ្នឹងដោយសារគាត់អត់មានការយល់ដឹងអញ្ចឹងការបញ្ចប់ការងារជាមួយគាត់នៅពេលដែលយើងប្រើគាត់គឺជាវិធីសាស្ត្រមួយដែលល្អបំផុតក្នុងការកាត់បន្ថយអាកប្បកិរិយា escape ហ្នឹងអញ្ចឹងនៅក្នុង behavior escape មួយនេះប្រភេទ escape មួយនេះគឺមានន័យថាជួយកុមារយើងឲ្យមានភាសាយល់ដឹងមែនតើហើយនៅក្នុង behavior មួយនេះបើប៉ាម៉ាក់ធ្វើដោយជោគជ័យនៅផ្ទះគឺល្អមែនតើមានន័យថាប៉ាម៉ាក់ប្រើគាត់ឲ្យច្រើនអញ្ចឹងភាសាយល់ដឹងគាត់កើនកាលណាគាត់ទៅទីសាធារណៈគាត់ទៅអីគឺគាត់យល់អំពីអស់ហ្នឹងគឺគាត់អត់មាន behavior escape ហ្នឹងទេអញ្ចឹងនេះគឺជាអ្វីមួយដែលប៉ាម៉ាក់ត្រូវធ្វើការងារនឹងរៀងច្រើនបន្តិចហើយខ្ញុំគិតថានៅផ្ទះបើសិនជាប៉ាម៉ាក់គិតថាកុំឲ្យគាត់តនេគឺមានយាយមានតាមានចដូនមួយមានមីងមានពូអីហ្នឹងគឺយើងធ្វើកិច្ចការដោយការបញ្ជាគាត់ទៅហើយទោះបីរឿងទូតាចតិចតួចឬមួយក៏យើងធ្វើទៅជោគជ័យបានច្រើនការមួយមុខពីរមុខបីមុខអញ្ចឹងគាត់ធ្វើបានឲ្យជោគជ័យនោះគឺជួយគាត់បានមែនតើហើយនេះគឺជាអ្វីមួយដែលខ្ញុំជាមួយនឹងការឡាជោគជ័យដោយសារការប្រើប្រាស់គាត់នៅក្នុងវិធីគ្រប់បែបយ៉ាងនៅក្នុងផ្ទះដើម្បីឲ្យគាត់មានភាសាយល់ដឹងឲ្យកាន់តែច្រើនអញ្ចឹងមានថាសម្ភារៈនៅក្នុងផ្ទះការប្រើធ្នាក់ឲ្យគាត់យល់សិតតែបង្កើនការភាសាគាត់ហើយនឹង social interaction គាត់ដូចគ្នាហើយក៏ដូចជាបង្កើនអាកប្បកិរិយាវិជ្ជមានដល់គាត់ទៀតផងអញ្ចឹងខ្ញុំគិតថាប៉ាម៉ាក់នឹងអាចជួយកូនដោយគ្រាន់តែប្រើគាត់ឲ្យបានច្រើននេះគឺជាអ្វីមួយដែលល្អបំផុតពេលវេលាដែលប៉ាម៉ាក់នៅជាមួយកូនរបស់ប៉ាម៉ាក់ទាំងអស់គ្នាអញ្ចឹងគឺជាពេលវេលាបង្រៀនការបង្រៀនមិនមែនមានន័យថាតើតែមានសភៅមានខ្មៅដៃនៅលើតុនោះយើងហៅការបង្រៀនទេអញ្ចឹងសម្រាប់ក្មេងអូទីសយើងការបង្រៀនគឺរបៀបការរស់នៅប្រចាំថ្ងៃនេះឯងដែលល្អប្រសើរសម្រាប់គាត់ក្នុងករណីថាបើសិនជាគាត់មាន behavior អវិជ្ជមានកើតឡើងក្នុង function escape នេះតើយើងជួយគាត់យ៉ាងម៉េចអញ្ចឹងគេឲ្យយើង continue មានន័យថាឲ្យយើងបន្តនិយាយការបញ្ជាដដែលទៅគាត់ហើយគេឲ្យយើងចំណុចទី2គឺគេឲ្យយើង block access from reinforcement គេឲ្យយើងអត់ឲ្យរបស់អីដែលគាត់ចង់បានទេរហូតដល់គាត់អាចធ្វើកិច្ចការដែលយើងបានស្នើសុំទៅគាត់ហើយគេថាបើសិនជាអាចក្នុងករណីដែលយើងត្រូវជួយគាត់គឺមានន័យថាយើងប្រើ physical ព្រមជួយគាត់ប្រសិនជាចាំបាច់ហើយនឹងអាចធ្វើទៅបានអញ្ចឹងនៅក្នុងនេះហើយដែលភាគច្រើនគឺមានប៉ាម៉ាក់មួយចំនួនដែលភាគច្រើនយើងឃើញថាដូចជាប្រើអំពើហិង្សាទៅលើកុមារក៏ប៉ុន្តែនេះគឺជាការជួយមានន័យថាឲ្យគាត់បញ្ចប់អញ្ចឹងពេលខ្លះគឺពេលដែលគាត់យំមនាដីគឺយើងត្រូវប្រឹងលើកគាត់ឲ្យបញ្ចប់កិច្ចការហ្នឹងហើយអ្នកដទៃមើលមកមើលទៅដូចថាយើងកំពុងធ្វើបាបកុមារអញ្ចឹងក៏ប៉ុន្តែនេះគឺជាអ្វីមួយដែលបង្កើនកុំឲ្យអាកប្បកិរិយាអវិជ្ជមានគាត់នឹងកើនឡើងអញ្ចឹងយើងត្រូវឲ្យគាត់បញ្ចប់ការងារដោយប្រើរាងកាយរបស់យើងជួយគាត់ទាំងស្រុងតែម្ដងមួយទៀតគឺគេថានៅពេលដែលបញ្ហាដែលគាត់កើតឡើងហ្នឹងគឺមានន័យថាយើងជាអ្នកមើលថែទាំគាត់ហ្នឹងគឺយកមកពិភាក្សាមើលថាតើមូលហេតុណាមួយដែលបណ្ដាឲ្យគាត់មានអាកប្បកិរិយាអវិជ្ជមាននៅពេលដែលមានការបញ្ជាកើតឡើងអញ្ចឹងយើងមើលថាតើយើងគួរតែលុបបំបាត់ឬមួយក៏យើងកាត់បន្ថយការបញ្ជាហ្នឹងនេះគឺជាអ្វីមួយដែលប៉ាម៉ាក់ត្រូវការមានន័យថាពេលដែលរឿងកើតឡើងត្រូវការអង្គុយទៅមើលទៅលើតារាង ABC យើងនឹងឯងថាតើអ្វីដែលនាំឲ្យរឿងហ្នឹងហើយតើខ្ញុំគួរដាក់ស៊ីបែបណាដើម្បីឲ្យអាកប្បកិរិយាគាត់ថយចុះអញ្ចឹងនេះគឺជាចំណុចទី2នៅក្នុង function អញ្ចឹងខ្ញុំចូលដល់ចំណុចទី3ដែលយើងហៅថា sensory stimulation តាក់ទងជាមួយនឹងញៀនដើម្បីការពារកុំឲ្យក្មេងមានអាកប្បកិរិយាញៀនទី1គឺគេឲ្យយើង enrich the environment មានន័យថាឲ្យយើងមានបរិយាកាសមួយដែលសម្បូរបែបទៅដោយឧបករណ៍នៃញៀនហ្នឹងអញ្ចឹងមានជាភ្លេងមានជាពណ៌មានជាសម្ភារៈលេងជាដើមក៏ដូចជាមានសកម្មភាពជាដើមនេះគឺជាអ្វីមួយដែលប៉ាម៉ាក់ទាំងអស់គ្នាត្រូវបើសិនជាក្មេងតនេគឺគាត់មានអាកប្បកិរិយាញៀនកើតឡើងហើយអញ្ចឹងដើម្បីកុំឲ្យមានអាកប្បកិរិយាញៀនកើតឡើងគឺគួរតែកុំឲ្យគាត់តនេនឹងឯងអញ្ចឹងគេឲ្យយើង environment ហ្នឹងគឺសម្បូរបែបទៅដោយឧបករណ៍ដែលគាត់អាចធ្វើកិច្ចការជាមួយបានទី2គឺយើងត្រូវភ្ជាប់កុមារជាមួយនឹងសកម្មភាពជាច្រើនក្នុងពេលមួយថ្ងៃគឺដូចខ្ញុំនិយាយអញ្ចឹងគឺអត់ឲ្យគាត់តនេគឺឲ្យគាត់ធ្វើឲ្យច្រើន
កិច្ចការអីដែលគាត់អាចធ្វើបានអញ្ចឹងគេថា engage child ណាអញ្ចឹងមានន័យថាភ្ជាប់កុមារទៅនឹងសកម្មភាពពេញមួយថ្ងៃតែម្ដងទី3គឺយើងឲ្យផ្ដល់ឲ្យនៅសម្ភារៈញៀនជាច្រើនដែលនឹងក៏ជាសកម្មភាពជាច្រើនដែលតាក់ទងជាមួយនឹងកិច្ចការតាក់ទងនឹងញៀនរបស់គាត់នឹងដូចជាមាន trampoline ប្រដាប់លោតហ្នឹងមានជាតងមានជាភ្លេងមានជាបាល់ដែលយើងច្បាច់ទៅមានបាឡាមានអីនៅក្នុងហ្នឹងហើយបរៀនកុមារឲ្យចេះស្នើសុំនៅសម្ភារៈញៀនដែលគាត់ចង់បានអញ្ចឹងឧបមាថាគាត់ចង់បានសំឡេងអញ្ចឹងគាត់សុំមានភ្លេងគាត់ចង់បានភ្លើងយើងសុំភ្លើងគាត់ចង់បានលោតយើងឲ្យគាត់ចេះសុំលោតអីចឹងអញ្ចឹងនេះគឺជាអ្វីមួយដែលយើងការពារកុំឲ្យក្មេងមានអាកប្បកិរិយាញៀននឹងឯងហើយអ្វីដែលសំខាន់ជាងគេកុំឲ្យកុមារយើងតែប៉ុណ្ណឹងនេះគឺជាយើងជៀសបាននៅអាកប្បកិរិយាញៀនឯងក្នុងករណីដែលគាត់កើតឡើងហើយឧទាហរណ៍គាត់កំពុងលោតគាត់កំពុងអីហើយយើងធ្វើម៉េចឲ្យគាត់ចប់កិច្ចការទាំងអស់ហ្នឹងយើងមានកុមារមួយចំនួនដែលគាត់យកខ្លួនរបស់គាត់ញល់ទៅនឹងវត្ថុអីមួយឬមួយស្អីហ្នឹងគឺមានន័យថានៅពេលហ្នឹងប៉ាម៉ាក់ទាំងអស់គ្នាត្រូវតែគិតថាបើសិនជាគាត់កំពុងធ្វើហើយមិនបាច់ទៅវាយគាត់មិនបាច់ទៅស្រែកឲ្យគាត់ទេមានន័យថាឲ្យគាត់បំពេញកិច្ចការហ្នឹងឲ្យចប់ហើយបន្ទាប់មកចាំយើងយកគាត់ភ្ជាប់ទៅនឹងសកម្មភាពផ្សេងទៀតនេះគឺជាអ្វីដែលចំណុចដែលនៅពេលដែលរឿងហ្នឹងកើតឡើងគេឲ្យយើងហ្នឹង ignore មានន័យថាធ្វើមិនដឹងធ្វើមិនឮចំពោះអ្វីដែលកំពុងកើតឡើងក៏ប៉ុន្តែបើសិនជាអ្វីដែលកំពុងកើតឡើងហ្នឹងវាប៉ះពាល់វាមានគ្រោះថ្នាក់ដល់គាត់យើងត្រូវតែប្លុកហើយយើងត្រូវថាប្រឈប់ហើយតែបើអត់ប៉ះពាល់ទេយើងអាចឲ្យគាត់បន្តតទៅគាត់ចប់ចឹងនៅក្នុងនឹងយើងដឹងហើយថាយ៉ាងហោចណាស់គឺយើងត្រូវរងចាំ5 second នៅពេលដែលគាត់ស្ងប់ហើយបន្ទាប់មកយើង redirect គាត់ទៅមានន័យថាភ្ជាប់គាត់ទៅនឹងសកម្មភាពផ្សេងទៀតចឹងនេះគឺជា function នៃ3ប្រភេទដែលកុមារយើងតែងតែមានហើយ3 function នេះគឺយើងគ្រប់គ្រងដោយតារាង ABC ដែលយើងដឹងហើយថា A ជាអី B ជាអីហើយ C ជាអីហើយចុងក្រោយគឺជាប្រភេទនៃមុខងារនៃអាកប្បកិរិយានីមួយៗអញ្ចឹងខ្ញុំសង្ឃឹមថាប៉ាម៉ាក់ទាំងអស់គ្នានឹងអាចប្រើមេរៀននេះដើម្បីគ្រប់គ្រងអាកប្បកិរិយាអវិជ្ជមានរបស់កូនយើងម្នាក់ៗឲ្យហើយតាមរយៈការជួយកុមារយើងនេះយើងនឹងឃើញថាកុមារនឹងមានអាកប្បកិរិយាវិជ្ជមានហើយប្រសើរនេះគឺជាអ្វីមួយដែលល្អបំផុតក្នុងការដែលប៉ាម៉ាក់គួរធ្វើដូច្នេះខ្ញុំនឹងបន្តជាមួយនឹង count and man procedure តើ count and man procedure គេធ្វើយ៉ាងម៉េចអញ្ចឹងនៅក្នុងនេះគឺខ្ញុំនិយាយយ៉ាងខ្លីមានន័យថានៅពេលដែលកុមារចង់បានអីមួយអញ្ចឹង count and man procedure គឺនៅក្នុង attention behavior ដូច្នេះនៅក្នុងហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែពេលដែលគាត់កំពុងតែយំហ្នឹងគាត់ចង់បានរបស់ហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែធ្វើដៃទៅគាត់ហើយឲ្យគាត់ស្ងាត់ល្អហើយបន្ទាប់មកយើងរាប់មានន័យថានៅពេលដែលយើងថាស្ងាត់ល្អយើងចាប់ផ្ដើមរាប់1 2 3 4 5បើគាត់ស្ងប់ល្អអញ្ចឹងយើងអាចឲ្យរបស់ដល់គាត់ហ្នឹងហើយការរាប់ហ្នឹងខ្ញុំគិតថាអ្វីដែលសំខាន់គឺយើងគិតទៅលើតាមអាយុក្មេងបើគាត់5ឆ្នាំយើងរាប់តាម5បើគាត់6យើងរាប់តាម6បើគាត់10យើងរាប់តាម10អញ្ចឹងនេះគឺជាអ្វីមួយដែលយើងហៅថា count and man procedure តែនៅក្នុងករណីដែលអ្នកទាំងអស់គ្នានិយាយថាស្ងាត់ល្អអ្នកទាំងអស់គ្នារាប់1 2 3គាត់ចាប់ផ្ដើមយំទៀតគឺយើងអត់ជោគជ័យទេអញ្ចឹងយើងធ្វើអានឹងបន្តទៀតយើងធ្វើអានឹងបន្តទៀតដល់គាត់យើងរាប់តចប់គាត់ស្ងាត់ល្អទើបយើងឲ្យរង្វាន់ទៅគាត់ឲ្យរបស់ដែលគាត់ចង់បានហ្នឹងទៅគាត់អញ្ចឹងនេះយើងហៅថា count and man procedure អញ្ចឹងបើប៉ាម៉ាក់ទាំងអស់គ្នាមានសំណួរតាក់ទងអាហ្នឹងអាចឆាតសួរខ្ញុំបន្តទៀតបានខ្ញុំនឹងឲ្យមេរៀនការបញ្យល់បន្ថែមទៀតទៅលើបញ្ហាអស់ហ្នឹងអញ្ចឹងនេះគឺជាអ្វីមួយដែលខ្ញុំចង់ឲ្យប៉ាម៉ាក់ទាំងអស់គ្នាមើលទៅលើមូលហេតុដែលនាំឲ្យកុមារដែលយើងមានកុមារមានបញ្ហាអញ្ចឹងខ្ញុំលើកឧទាហរណ៍ទី1មានន័យថាកុមារបានស្រែកនៅពេលដែលគេបានឲ្យគាត់សុំឲ្យគាត់ទៅបន្ទប់ទឹកហើយបន្ទាប់មកយើងបានដាក់ពិន័យគាត់ដោយគាត់មិនបានស្ដាប់យើងអញ្ចឹងអ្នកទាំងអស់គ្នាគិតថាតើមូលហេតុអីបានជាកុមារនឹងស្រែកនៅពេលដែលគេឲ្យគាត់ទៅបន្ទប់ទឹកអញ្ចឹងតើមានមូលហេតុទេអញ្ចឹងគេហៅថា possible reason មូលហេតុដែលអាចទៅរួចនៅក្នុងហ្នឹងគេបានជជែកគ្នាគេថាប្រហែលជាកុមារនោះគាត់ខ្លាចអង្គុយនៅលើចានប្រគុណហ្នឹងហើយគឺគ្មានវិធីណាផ្សេងទៀតដើម្បីប្រាប់អ្នកដទៃថាខ្ញុំខ្លាចអំពីការភ័យខ្លាចរបស់គាត់អញ្ចឹងអត់មានទេអញ្ចឹងនៅពេលដែលយើងដាក់ពិន័យគាត់អញ្ចឹងអាពិន័យហ្នឹងมันបានបដូរ
អាកប្បកិរិយាគាត់ទេដោយសារយើងត្រូវការមើលថាតើគាត់យំគឺដោយសារអីហើយការដាក់វិន័យរបស់យើងគឺត្រឹមត្រូវឬក៏អត់អញ្ចឹងការដាក់វិន័យគឺជា C ហើយយើងឃើញថា behavior អត់ change គឺដោយសារ C យើងនឹងខុសហើយអញ្ចឹងនេះគឺជាមូលហេតុដែលប៉ាម៉ាក់ទាំងអស់គ្នាត្រូវទៅមើលកូនហើយយើងមើលថាតើមួយណាគឺជាអ្វីដែលយើងគួរដាក់ជាដំណោះស្រាយដើម្បីជួយកុមារយើងឲ្យកាន់ប្រសើរអញ្ចឹងបើសិនជាយើងឃើញថា B អត់ថយទេមានន័យថា C យើងខុសហើយឧទាហរណ៍ទី2មានន័យថាកុមារគឺតែងតែរត់នៅពេលដែលគេដាក់គាត់ចោលនៅពេលដែលគាត់អាចទៅរត់បានអញ្ចឹងគឺមានន័យថានៅពេលដែលគាត់រត់ហ្នឹងគឺមានអ្នកថែទាំហ្នឹងរត់តាមគាត់អញ្ចឹងយើងឃើញថាមូលហេតុដែលអាចទៅរួចគឺកុមារចង់បានការចំណាប់អារម្មណ៍ពីអ្នកដទៃហើយពួកគេក៏ចូលចិត្តមានន័យថាចូលចិត្តរត់មានជាញៀនរបស់គាត់ដែរក្នុងការបន្លាស់ទីដូច្នេះនេះគឺជាអ្វីដែលប៉ាម៉ាក់មើលថាតើយើងអាចដាក់ C មិនឲ្យត្រូវដើម្បីជួយអាកប្បកិរិយាគាត់កាត់បន្ថយកុំឲ្យគាត់រត់រហូតបែបនេះពីព្រោះអ្នករត់ដេញតាមមិនស្រួលទេអញ្ចឹងមូលហេតុនៅកន្លែងហ្នឹងគឺអាចមានច្រើនដែរអញ្ចឹងប៉ាម៉ាក់ត្រូវការគិតហើយមើលទាំងអស់អញ្ចឹងខ្ញុំមានឧទាហរណ៍3ទៀតដែលប៉ាម៉ាក់អាចទៅជជែកគ្នាហើយអាចធ្វើតារាង ABC ដាក់មកហើយថាតើកុមារយើងបែបណាអញ្ចឹងបើសិនជាយើងកូនយើងនៅក្នុងប្រភេទហ្នឹងយើងដាក់ទៅយើងរៀនពីកូនយើងក៏បានដែរឧទាហរណ៍ទី3មានថាកុមារបើកដបទឹកហើយតែងតែចាក់ដបទឹកហ្នឹងទៅលើអត់អញ្ចឹងម្ដាយបន្ទោសកុមារហ្នឹងក្នុងការដែលគាត់ចោលដបទឹកទៅឧទាហរណ៍ទី4ថាកុមារតែងតែរត់ចេញពីថ្នាក់នៅពេលដែលគ្រូនិយាយថាទេទៅកាន់គាត់និងឧទាហរណ៍ទី5គឺកុមារចាប់ផ្ដើមយំនៅពេលដែលម្ដាយមិនបានយកគាត់ទៅសួនបន្ទាប់ពីសាលារៀនហើយផ្ទុយទៅវិញគឺឪពុកម្ដាយហ្នឹងនៅពេលថ្ងៃហ្នឹងគឺគាត់ទៅខួរកណាត់វិញអញ្ចឹងតើយើងគ្រប់គ្រង behavior នឹងយ៉ាងម៉េចមានន័យថានេះគឺកើតឡើងហើយគឺមានន័យថាយុទ្ធសាស្ត្រប្រយុទ្ធទេថាតើយើងគួរធ្វើបែបណាហើយតើ C យើងគួរដាក់បែបណាហើយ behavior គាត់ថយឬក៏ចុះគឺទីស៊ីសងទៅលើយើងជាអ្នកដែលtreat គាត់នឹងឯងគឺអ្នកដែលព្យាបាលគាត់នឹងឯងអញ្ចឹងមេរៀនថ្ងៃនេះគឺខ្ញុំសរុបចុងក្រោយនៃមេរៀន behavior ការគ្រប់គ្រង behavior management នេះគឺខ្ញុំចុងក្រោយមានន័យថាជាសារមួយដែលសំខាន់សម្រាប់ប៉ាម៉ាក់ទាំងអស់គ្នាគឺកុំតែម្ដងមានន័យ shout at the child ស្រែកកំហកឬស្រែកដាក់កុមារមួយទៀតគឺកុំវាយកុមារតែម្ដងហើយគឺយើង restrain the child with a physical tie មានន័យថាចងកុមារជាមួយនឹងខ្សែគឺយើងកុំធ្វើដាច់ខាតតែម្ដងហើយអ្វីដែលយើងគួរតែមាននៅក្នុងខ្លួន always be calm មានន័យថាត្រូវតែស្ងប់ចិត្តមានន័យថាត្រូវតែស្ងប់ជានិច្ចមានន័យថាយើងត្រូវតែស៊ូត្រូវតែទ្រាំជានិច្ចហើយយើងធ្វើកិច្ចការហ្នឹងឲ្យជាប់លាប់មិនមែនធ្វើមួយថ្ងៃខានមួយថ្ងៃធ្វើមួយថ្ងៃខានមួយខែធ្វើមួយថ្ងៃខានមួយអាទិត្យទេហើយគេឲ្យយើង reward good behavior មានន័យថាឲ្យរង្វាន់នៅពេលដែលមានអាកប្បកិរិយាល្អដូច្នេះថ្ងៃនេះខ្ញុំសូមអរគុណប៉ាម៉ាក់សម្រាប់ដែលព្យាយាមមើលមេរៀនខ្ញុំតាំងពីថ្ងៃដំបូងមានន័យថារហូតដល់ពេលនេះគឺតកតងជាមួយនឹង behavior management នេះគឺខ្ញុំសូមបញ្ចប់តាមត្រឹមថ្ងៃនេះហើយខ្ញុំនឹងបន្តមេរៀនក្រោយៗទៀតដើម្បីឲ្យប៉ាម៉ាក់ទាំងអស់គ្នាមានចំណេះដឹងតកតងជាមួយនឹងការធ្វើការប្រស្រ័យតកតងជាមួយកុមារយើងតើយើងគួរជួយកុមារដែលគាត់ខ្វះខាតក្នុងការប្រស្រ័យតកតងយ៉ាងម៉េចអញ្ចឹងថ្ងៃនេះខ្ញុំសូមអរគុណសម្រាប់ពេលវេលាប៉ាម៉ាក់ហើយសូមប៉ាម៉ាក់ជួយ subscribe ហើយនឹងជួយ share មេរៀននេះទៅអស់បងប្អូនដែលមានបញ្ហាដូចយើងដើម្បីឲ្យគាត់មានចំណេះដឹងក្នុងការជួយកូនគាត់ជាពិសេសអស់អ្នកដែលគាត់នៅតាមបណ្ដាខេត្តហើយគាត់មិនមានពេលវេលាដើម្បីមិនមានឱកាសក្នុងការបញ្ជូនកូនមករៀនដូច្នេះខ្ញុំសង្ឃឹមថាថ្ងៃក្រោយចាណាពួកយើងទាំងអស់គ្នាមានចំណេះដឹងគឺពួកយើងទាំងអស់គ្នាក៏ដូចជាខ្ញុំដែរនឹងអាចបង្កើតសាលាហើយនៅក្នុងទីតាំងដើម្បីកុំឲ្យមានការដែលយើងចំណាយលុយយ៉ាងច្រើនជាមួយនឹងអ្នកផ្សេងហើយខ្ញុំចង់ឲ្យប៉ាម៉ាក់ទាំងអស់គ្នាមានចំណេះដឹងដើម្បីជួយនៅក្នុងតំបន់ដែលយើងរស់នៅចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំសូមអរគុណប៉ាម៉ាក់ហើយយើងនឹងជួបគ្នានៅមេរៀនក្រោយទៀតចាសូមអរគុណ